នេះយើងមកដល់រូបនេះខ្ញុំនឹង zoom អ្នកទាំងអស់គ្នាមើលនេះរូបនេះកម្ពស់ខ្ពស់ដែរសម្រាប់ប្រាសាទមួយនេះណាតែនៅនេះដូចរូបនាគរចនាជាមាននាគ3នេះប្លង់ដើរចូលនៅខាងក្នុងយើងមើលពីច្រកទ្វារខាងនេះឃើញមានចម្លាក់មួយកន្លែងនេះក៏វាអាចបង្កើតការថតមួយដែរនៅកន្លែងនេះវាមានថ្មដាក់តគ្នាជាជួរបែបនេះនេះដាក់រៀបបែបហ្នឹងណាអ្នកទាំងអស់គ្នាហើយអារាមមួយដែលនៅគៀននៅប្រាសាទនេះណាសួស្តីអ្នកទាំងអស់គ្នាថ្ងៃខ្ញុំស៊ីណាថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅលេងប្រាសាទដើម្បីទៅមើលពីទស្សនវិជ្ជានៅទីនោះថាគេអាប់ដេតដល់ណាហើយចឹងប្រាសាទនៅក្នុងស្រុកសង្កែខេត្តបាត់ដំបងហើយវាគឺជាកន្លែងដែលគេនិយមថត pre wedding ជាងប្រាសាទឯកភ្នំទៀតប្រាសាទឯកភ្នំអត់មានគេថត pre wedding ទេប៉ុន្តែសម្រាប់ប្រាសាទគឺគេទៅ pre wedding នៅនឹងឯងជាទូទៅនៅខេត្តបាត់ដំបងនេះណាចឹងខ្ញុំនឹងទៅមើលប្រាសាទនៅក្នុងខែភ្លៀងនេះវាមានទស្សនវិជ្ជាស្អាតប៉ុណ្ណាទៅហើយមានអ្នកតលេងអត់ហើយអ្នកដែលនៅភូមិតំបន់ហ្នឹងគាត់យ៉ាងម៉េចដែរស្មានេះគាត់ធ្វើអីគាត់ធ្វើស្រែចម្ការឬក៏គាត់លក់ដូរអីធម្មតាអញ្ចឹងខ្ញុំនឹងទៅមុននឹងទៅខ្ញុំមើល Google Maps សិនចឹងមកមើលពីប្រាសាទរបស់យើងអញ្ចឹងប្រាសាទរបស់យើងគឺអ្នកសាងហ្នឹងគឺព្រះបាទសូវរ្ម័នទី1កសាងនៅសតវត្សទី11អញ្ចឹងបើយើងទៅមើលទៅរូបភាពវិញវាមានរូបភាពជាច្រើនចាំមើលខ្ញុំនឹងទៅតំបន់ហ្នឹងហើយខ្ញុំនឹងស្រង់យកថតយកតំបន់ដែលមាននៅក្នុងរូបដែលយើងបានឃើញនេះអញ្ចឹងនៅនេះគឺមានប្រាសាទតូចនេះមួយហើយយើងមានកន្លែងដើរលេងដែរតែខ្ញុំអត់ដែរទៅទេឡើយហ្នឹងហើយយើងមានប្រាសាទរូបរាងបែបនេះមានរចនាទៅលើសត្វនាគបែបនេះដែរហើយនៅគៀនហ្នឹងមានវត្តដូចគ្នាហើយមានប្លង់ថតដែលកន្លែងនេះជាទូទៅគឺគេថតទៅលើ pre wedding ហើយនៅខាងក្នុងនេះវាមានកន្លែងអានេះគេហៅបូជាយ៉ាញ់ហ៎អូខេនេះកន្លែងបូជាយ៉ាញ់ហើយយើងមានរូបសំណាកព្រះនៅកន្លែងថ្មនេះមួយចាំមើលខ្ញុំនឹងដល់នោះខ្ញុំរោថ្មនេះតតែឃើញនេះអ្នកថតជនជាតិវៀតណាមមិនមែនជនជាតិខ្មែរទេមានផ្កានេះមានខាងមុខវាគឺចេញផ្ទាំងបែបនេះហើយនេះកន្លែងចម្លាក់នេះមានរូបបែបនេះអត់ដឹងថានៅម្ដុំណាទេចាំមើលខ្ញុំទៅរកតតែឃើញអូខេអស់ហើយចឹងនៅខ្ទង់ម៉ោងឥឡូវម៉ោង10ខ្ញុំនឹងជិះម៉ូតូនៅខ្ទង់ប្រហែលម៉ោង12ឬក៏ម៉ោង1ខ្ញុំនឹងចេញដំណើរជិះហើយតែខ្ញុំខ្លាចតែមេឃភ្លៀងទេព្រោះអីខែនេះខែភ្លៀងដែរតែអត់អីវាមិនមែនជាឧបសគ្គយើងនឹងទៅមើលនៅតំបន់ហ្នឹងថាតើគេអាប់ដេតដល់ណាហើយប្រជាជននៅនឹងគាត់យ៉ាងម៉េចហើយជិះដំណើរទៅទៀតហើយម្នាក់ឯងឥឡូវយើងមកដល់សាលានរាចឹងឥឡូវនេះយើងនឹងចេញបន្តដំណើរទៅខាងនៅតំបន់ខាងបាសែតចឹងយើងនឹងជិះមើលតាមទេសភាពហ្នឹងតើមានប្រជាជនមិនដែរហើយទៅថ្ងៃណាគឺខ្ញុំទៅតែម្នាក់ឯងទេជាមួយនឹងម៉ូតូរបស់ខ្ញុំចឹងយើងចេញដំណើរទៅទៀតហើយតោះចឹងគោលបំណងរបស់យើងគឺយើងជិះទៅតំបន់បាសែតនឹងឯងប្រាសាទបាសែតដែលខ្ញុំមានថតជារូបនៅក្នុងវីដេអូខាងមុខហ្នឹងគឺយើងទៅមើលនៅក្នុងទេសភាពពេលមានខែភ្លៀងហ្នឹងថាតើវាមានពណ៌មិនដែរនៅខាងហ្នឹងហើយសម្បូរអ្នកទៅអត់ចឹងយើងទៅមើលហើយយើងមើលបដាជាពី
ទេសភាពខាងនៅបាសាតនេះដែរបាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងម៉ោងខ្ទង់ម៉ោង2យើងជិះទៅបាសាតប្រាសាទបាសាតហើយប្រាសាទបាសាតហ្នឹងជិះពីបាត់ដំបងទៅដូចខ្ទង់ប្រហែលជា10គីឡូទេយើងអាចទៅដល់នៅប្រាសាទហ្នឹងហើយប្រាសាទហ្នឹងគឺយើងមាននៅប្រាសាទតូចមួយដែលវាមិនធំណាស់ណាទេប៉ុន្តែគឺស្អាតឃើញគេគ្រប់គ្នាឲ្យតែពេលមាន pre wedding អីគឺគាត់ទៅថតកន្លែងហ្នឹងហើយដែលវាចំនួនទៅខាងសៀមរាបអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងយើងទៅទស្សនាវីដេអូទាំងអស់គ្នាគេយើង on the way ទៅប្រាសាទបាសាតទាំងអស់គ្នានេះមានផ្ទះតូចមួយពីរអីដែរនៅអស់គ្នាផ្ទះខាងនេះដែរតែគេប៉ុណ្ណឹងគឺសុទ្ធតែស្រែសុទ្ធតែចំការយើងមានជាលក្ខណៈស្រែហើយយើងក៏មានខាងព្រៃដែរវារៀងស្ងាត់ចឹងណាវាដូចនៅខាងក្រុងទេចឹងយើងចេញដំណើរទៅដល់សារុនសុភាវីហើយមានផ្ទះវិឡាមួយនៅគៀននេះស្អាតនេះមានព្រៃច្រើនទីជិះមកម្នាក់ឯងចឹងក៏យើងអសមត្ថភាពដែរវាយើងជិះពេលល្ងាចតែដោយសារទុំនេះវាម៉ោងប្រហែលម៉ោង2ម៉ោងអីទេចឹងទៅខ្ញុំក៏មានអារម្មណ៍ទៅដំណើរផ្លូវឆ្ងាយតែធ្វើម៉េចបើយើងចូលចិត្តជិះដើរលេងមើលទេសភាពទៅកន្លែងផ្សេងចឹងយើងមានតែជាយាមមកនឹងឯងបើយើងនៅតែផ្ទះវាអត់សុខយើងគេមើលស្គលទូរស័ព្ទវាអត់មានបានធ្វើអីយើងណាអត់គ្នានេះមានពណ៌មានផ្កាពណ៌លឿងស្អាតតែដាក់តាមផ្ទះនេះលក្ខណៈជាវាស្រែខាងភ្លៀងចេះមើលទៅទេសភាពវាស្រែស្អាតណាស់អ្នកទាំងអស់គ្នាឡើងខៀវសម្ងាត់ទៅម្ដងម្នាក់ឯងដើរលេងម្នាក់ឯងឈៀងម្នាក់ឯងដុំនេះអត់មានទេណាអ្នកនរគ្នាសុទ្ធតែស្រែសុទ្ធមើលមានស្រែគ្នាអត់មានទេទេយូរទៅជិះដល់ផ្ទះមួយហ្នឹងណាចឹងនេះផ្លូវនេះគឺស្ងាត់ដែរយប់ឡើងអីមិនហ៊ានជិះមកម្នាក់ឯងទេសុទ្ធតែស្រែសុទ្ធអីហ្នឹងនេះជិះមកដល់បានឃើញកន្លែងគេលក់អ្នកនរគ្នាគេឃើញខ្ញុំជិះម៉ូតូម្នាក់ឯងកាន់កាមេរ៉ាដូចមនុស្សស្គួតគេមើលខ្ញុំគ្រប់គ្នាហ្មងទាំងអស់អញ្ចឹងដល់ពេលដែលយើងចង់ធ្វើវីដេអូតតែយើងលេងមានភាពអៀនខ្មាស់យើងហ៊ានកាន់យើងហ៊ានថតយើងហ៊ាននិយាយអត់ខ្លាចខ្មាស់គេមើលយើងអីហ្នឹងណាបានយើងអាចថតវីដេអូបានអញ្ចឹងធ្វើជាអ្នកថតវីដេអូធ្វើជា vlogger ធ្វើជា content creator មិនងាយទេណាព្រោះយើងត្រូវបោះបង់អាភាពអៀនខ្មាស់នឹងចោលអស់ហើយអ្នកហ្នឹងក៏ប្រកែកនិយាយអីដែរបានអាចទៅរួចព្រោះថាអ្នកដែល introvert មិនហ៊ាននិយាយឃើញខ្មាស់គេអីហ្នឹងណា
គឺអត់អាចទៅរួចទេអ្នកទាំងអស់គ្នាការងារមួយនេះហើយបើពីខ្ញុំវិញខ្ញុំគឺជាមនុស្ស introvert ហើយអត់ប្រកែកនិយាយទេប៉ុន្តែមានចំណង់ចំណូលចិត្តមួយគឺចូលចិត្តថតវីដេអូចូលចិត្តជិះម៉ូតូដើរលេងចូលចិត្តទៅកន្លែងកំសាន្តលេងទឹកលេងអីដូចមនុស្សទូទៅហ្នឹងប៉ុន្តែចង់ថតជាវីដេអូដើម្បីជាប្រយោជន៍អត់មានអ្នក view ក៏ខ្ញុំ view ខ្លួនឯងខ្ញុំមើលតែសភាពដែលខ្ញុំបានថតពេលខ្លះខ្ញុំអបសុកអីក៏ខ្ញុំចូលមើលវីដេអូដែលខ្លួនឯងបានថតនឹកអនុស្សាវរីយ៍នឹកការគិតដែលខ្ញុំបានធ្លាប់គិតពីមុនការខ្ញុំនៅហ្នឹងការដែលខ្ញុំបានព្យាយាមធ្វើហ្នឹងវាបានផលអីហើយក៏វាពេលខ្លះវាផ្ដល់ការលើកទឹកចិត្តឲ្យខ្ញុំដែរគឺពេលវេលាមិនចាំយើងទេអ្នកទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺវាដើរទៅមុនយើងរហូតយើងទេដែលតែងតែទៅចាំពេលវេលាបើយើងចង់ធ្វើអីហើយចាប់ដើមធ្វើទៅអ្នកទាំងអស់គ្នាវាមិនមានអីដែលយើងមិនអាចធ្វើបានទេគ្រាន់តែការងារហ្នឹងវាស័ក្តិសមវា fit នឹងការងាររបស់យើងអត់បានយើងអាចធ្វើការងារហ្នឹងទៅរួចបានអញ្ចឹងដូចខ្ញុំដើរថតអីចេះខ្ញុំអៀនណាអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាមើលមកខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍ថាគិតថាតិចយើងចម្លែកខុសគេទៅយើងមានអីចម្លែកមែនបានគេបានមើលយើងឥឡូវជិះលេងលេងជិតដល់ហើយអ្នកទាំងអស់គ្នានេះដល់វត្តហើយអញ្ចឹងប្រហែលជា5នាទីអីទៀតយើងអាចដល់ប្រាសាទរបស់យើងហើយសម្រាប់នៅចិត្តតំបន់ប្រាសាទនេះគឺមានអ្នករស់នៅច្រើនមានតាំងពីសាលារៀនភាសាជួរហ្នឹងមានលក់អីគ្រប់សពបែបយ៉ាងដែលធ្វើឲ្យយើងអត់ខ្វះខាតទេនៅនេះអ៊ូអរដូចតែនៅខាងក្រុងដែរអរគ្នាយើងមកដល់ជីដល់អត់ដឹងខ្លួនទេអ្នកទាំងអស់គ្នាមិនប៊ីសជីហួសទេណាចឹងយើងដោះស្រោមដៃសិនដើម្បីទៅមើលនៅខាងក្នុងថាតើមានអីគេខ្លះជិះជាមួយម៉ូតូដ៏ស្រស់ស្អាតរបស់ខ្ញុំពាក់ស្រោមដៃទៅហ្មងតែយើងចឹងខ្ញុំនឹងដើរ review ឲ្យអ្នកទាំងអស់គ្នាមើលស្ងាត់ឆឹងឃើញមុនហ្នឹងមានតែត្រឹមពីម៉ូតូអីចឹងអ្នកទាំងអស់គ្នាគឺនៅនេះឯងតែវាគឺជាចឹងយើងចូលខាងក្នុងមកចឹងពេលខ្លះសុភមង្គលយើងមិនមែនស្ថិតនៅគោលដៅទេតែស្ថិតនៅលើតាមផ្លូវដែលយើងបានឆ្លងកាត់ថ្ងៃនេះខ្ញុំបានជិះម៉ូតូយឺតបើកបេះដូងឲ្យទទួលយកតែសភាពជុំវិញខ្លួនរបស់ខ្ញុំនៅតាមដងផ្លូវមនុស្សម្នាក់ៗកំពុងរស់នៅតាមរបៀបរបស់ពួកគេអ្នកខ្លះចេញទៅធ្វើការអ្នកខ្លះបើកហាងតូចៗអ្នកខ្លះកំពុងដាំដំណាំឬអង្គុយសម្រាកមុខផ្ទះចឹងទៅជីវិតមើលទៅសាមញ្ញប៉ុន្តែពោរពេញទៅដោយការខិតខំនិងក្តីសង្ឃឹមខ្យល់បក់ប៉ះមុខខ្ញុំសលេងម៉ាស៊ីនម៉ូតូលីឡំជាមួយនឹងសលេងធម្មជាតិធ្វើឲ្យដំណើរការនេះកាន់តែមានន័យហ្មងសម្រាប់vlog របស់ខ្ញុំមួយនេះការធ្វើដំណើរបែបនេះមិនមែនដើម្បីប្រញាប់ទៅដល់ទីណាទេប៉ុន្តែដើម្បីរៀនស្គាល់ពីទីកន្លែងផ្សេងៗដែលមានធម្មជាតិស្អាតបាតឲ្យកាន់តែច្បាស់ថាវាមានលក្ខណៈបែបម៉េចបើអ្នកស្រឡាញ់ការជិះម៉ូតូឬក៏ការធ្វើដំណើរនិងស្វែងរកភាពស្ងប់ស្ងាត់ដូចខ្ញុំកុំភ្លេចរីករាយជាមួយនឹងគ្រប់គីឡូម៉ែត្រដែលខ្ញុំបានធ្វើដំណើរទៅនេះព្រោះពេលខ្លះដំណើរតូចៗអាចបង្កើតអនុស្សាវរីយ៍ដ៏ធំបំផុតមានពេលខ្លះខ្ញុំមិនចង់ទៅកន្លែងមានអ្នកខ្លះចេញទៅធ្វើស្រែតាំងពីព្រឹកអីចឹងទៅហើយក្មេងៗខ្លះក៏រត់លេងអីចឹងទៅមានហាងបើកមានកាហ្វេមានអីចឹងទៅហើយរៀងរាល់ថ្ងៃគឺជាផ្នែកមួយនៃជីវិតរបស់ពួកគាត់ហ្នឹងហើយដែលពួកគាត់ធ្វើការចឹងណាហើយទាំងអស់នេះគឺជាផ្នែកមួយនៃជីវិតខ្ញុំដែរដែលខ្ញុំចូលចិត្តជិះម៉ូតូដើរលេងចឹងអ្នកខ្លះគិតថាអូការដើរលេងហ្នឹងគឺវាអត់មានន័យអីទេបានតែជិះដើរលេងខាតសាំងអត់ប្រយោជន៍តែខ្ញុំអត់ទេគឺខ្ញុំចូលចិត្តដើរលេងម្នាក់ឯងធ្វើអីម្នាក់ឯងក៏ខ្ញុំអាចធ្វើបានដែរចឹងនៅនេះមានសលេងបាក់សីតិចតិចតែគ្រាន់តែ
ឥឡូវនេះមានបុណ្យចឹងធ្វើឲ្យអារម្មណ៍យើងខុសប្លែកពីទេសភាពរដងដែលយើងមិនឮសលេងបែបហ្នឹងណាអ្នកទាំងអស់គ្នាបើអ្នកបានកំពុងមើលវីដេអូនេះខ្ញុំសង្ឃឹមថាវានឹងនាំឲ្យអ្នកមានអារម្មណ៍ដូចជាកំពុងជិះម៉ូតូជាមួយខ្ញុំមើលទេសភាពស្រូបយកខ្យល់អាកាសនិងស្គាល់ពីភាពស្រស់ស្អាតនៃជីវិតសាមញ្ញសូមអរគុណដែលបានរួមដំណើរជាមួយខ្ញុំបើអ្នកស្រឡាញ់នៃការជិះម៉ូតូការធ្វើដំណើរនិងស្វែងរកកន្លែងស្រស់ស្អាតសូមកុំភ្លេចជួយ like និង comment ឬក៏ subscribe ដើម្បីបានវីដេអូបន្ថែមទៀតដែលជាកម្លាំងចិត្តដល់ខ្ញុំធ្វើវីដេអូបន្ថែមសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលរៀងរាល់ចុងសប្តាហ៍ពេលខ្លះវាជាផ្លូវមួយអាចបង្រៀនឲ្យយើងច្រើនជាងសិភៅមួយក្បាលរាល់ពេលខ្ញុំបានចាប់ផ្ដើមម៉ាស៊ីនម៉ូតូរបស់ខ្ញុំមិនដឹងថាថ្ងៃនេះនឹងជួបអ្វីនោះទេតែខ្ញុំដឹងថារាល់ដំណើរតែងតែមានរឿងរ៉ាវថ្មីៗកំពុងរងចាំពេលខ្លះក៏មានឧបសគ្គដូចជាភ្លៀងអីចឹងទៅឬក៏ក្តៅខ្លាំងអីចឹងទៅតែសម្រាប់ថ្ងៃនេះគឺមេឃស្រស់ស្អាតមែនតើគឺពុំមានភ្លៀងហើយឡើងត្រជាក់ហើយខ្ញុំជិះពីបាត់ដំបងមកគឺមិនដល់ប្រហែលនាទីទេគិតប្រហែលជា15នាទីមកដល់បាសែតនេះហើយខ្ញុំបានធ្វើដំណើរឆ្លងកាត់ភូមិតូចៗតាមផ្លូវដែលមិនសូវមានមនុស្សធ្វើដំណើរហ្មងទេដូចផ្លូវដែលខ្ញុំបានបង្ហាញអញ្ចឹងគឺផ្លូវស្ងាត់មែនតើព្រះអាទិត្យក៏មិនសូវរះខ្លាំងដែរនៅលើវាលស្រែខ្យល់ត្រជាក់បក់វិញប៉ះមុខរបស់ខ្ញុំប៉ុន្តែសំឡេងម៉ូតូរបស់ខ្ញុំឮដល់ហើយធ្វើឲ្យស្រូបកាមេរ៉ាក៏វាឮខ្លាំងដែរហើយលាយឡំជាមួយនឹងសំឡេងសត្វសំឡេងធម្មជាតិបង្កើតជាបទភ្លេងដ៏សាមញ្ញប៉ុន្តែពោរពេញទៅដោយភាពស្ងប់ស្ងាត់ទៅតាមផ្លូវរបស់ខ្ញុំបានឃើញអ្នកស្រុកកំពុងចាប់ដើមការងារប្រចាំថ្ងៃអ្នកខ្លះដើមស្រែអ្នកខ្លះនេសាទអ្នកខ្លះបើកតូបអាហារលក់ដោយសាមញ្ញញញឹមឲ្យសាមញ្ញហើយក៏ជាក្តីសុខរបស់ពួកគាត់ផងដែរចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំត្រឡប់ទៅបាត់ដំបងវិញហើយក្រៅពីហ្នឹងគឺជាពេលដែលសម្រាប់ពីការងារអាចនឹងមានពេលលេងទូរស័ព្ទខ្លះដើរលេងខ្លះហាត់ប្រាណខ្លះធ្វើការខ្លះតែធ្វើការគឺអត់មានធ្វើការខ្លះទេគឺធ្វើការដើម្បីចិញ្ចឹមជីវិតដើម្បីចិញ្ចឹមគ្រួសារតែម្ដងអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចិត្តវីដេអូមួយនេះហើយកុំភ្លេចជួយ subscribe វីដេអូខ្ញុំផងដើម្បីទទួលបានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀត